សូមស្វាគមន៍សិស្សានុសិស្សថ្នាក់ទី12ទាំងអស់គ្នាមកកាន់វីដេអូវិញ្ញាសាភូមិវិទ្យាសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិភាគទី11អញ្ចឹងចូលមកដល់វិញ្ញាសាទី11នេះលោកគ្រូមានសំណួរដូចតទៅសំណួរទី1បច្ចុប្បន្ននៅរាជធានីភ្នំពេញមានកំណើននគររូបនីយកម្មគួរឲ្យកត់សម្គាល់ចូលបញ្ជាក់ពីមូលហេតុសំខាន់ដែលនាំឲ្យមាននគររូបនីយកម្មនេះសំណួរទី2តើចលនាមាតុភូមិរបស់ប្រជាជនកម្ពុជាធ្វើឡើងនៅពេលណាហេតុអ្វីបានជាមានចលនានេះតើគេអនុវត្តគោលនយោបាយដូចម្តេចខ្លះចំពោះជនចំណាក់ស្រុកទាំងនោះសំណួរទី3ហេតុអ្វីបានជាប្រជាជនដែលរស់នៅទីប្រជុំជនមានកម្រិតអក្ខរភាពខ្ពស់ជាងប្រជាជននៅជនបទសំណួរទី4ចូលប្រាប់ពីការចេញពីមុខទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកសំណួរទី5ហេតុអ្វីបានជាប្រជាជនកម្ពុជាចូលចិត្តធ្វើទេសចរណ៍ក្នុងស្រុកសំណួរទី6ចូលប្រៀបធៀបលក្ខណៈសេរីនិយមខាងសេដ្ឋកិច្ចរវាងអាមេរិកនិងប្រទេសជប៉ុនអូខេអញ្ចឹងតើតើនៅសំណួរទី11នេះយើងមាន6សំណួរអូខេឥឡូវយើងចូលទៅកាន់អត្រាកម្ដៅទាំងអស់គ្នាថាតើសំណួរទាំង6នេះគេឆ្លើយយ៉ាងដូចម្តេចអូខេឥឡូវយើងចូលមកដល់អត្រាកំណើននៃសំណួរទី1អញ្ចឹងសំណួរទី1គេសួរថាហេតុអ្វីបានជានៅទីក្រុងភ្នំពេញគឺមាននគររូបនីយកម្មមានកម្រិតខ្ពស់អញ្ចឹងគេចង់ឲ្យយើងបញ្ជាក់ពីមូលហេតុអញ្ចឹងដើម្បីបកស្រាយសំណួរនឹងបានលុះត្រាតែយើងយល់ពីពាក្យថានគររូបនីយកម្មសិនថាតើវាមានន័យយ៉ាងដូចម្តេចអញ្ចឹងពាក្យនេះគឺមានន័យថាសំដៅទៅលើការរៀបចំទីក្រុងឲ្យមានសណ្ដាប់ធ្នាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការសាងសង់អគារនៅក្នុងទីក្រុងការពង្រីកទីក្រុងជាដើមអញ្ចឹងទាំងអស់នេះគេហៅថានគររូបនីយកម្មអញ្ចឹងកត្តាដែលធ្វើឲ្យទីក្រុងរបស់យើងមានការរីកដុះលូតលាស់ការកសាងច្រើនអញ្ចឹងកត្តាទី1គឺដោយសារតែមានកំណើនប្រជាជនខ្ពស់អញ្ចឹងកាលណាមានកំណើនប្រជាជនខ្ពស់គឺយើងត្រូវតែមានតម្រូវការនៃការសាងសង់លំនៅឋានជាលំដាប់ទី2កំណើនសេដ្ឋកិច្ចអញ្ចឹងនៅរាជធានីភ្នំពេញតកតងនឹងកម្រិតជីវភាពតកតងជាមួយនឹងសកម្មភាពពាណិជ្ជកម្មគណនេយ្យគមន៍ហើយនឹងការវិនិយោគទុនពីអ្នកនៅក្នុងស្រុកហើយនិងអ្នកនៅបរទេសគឺមានកម្រិតខ្ពស់អញ្ចឹងធ្វើឲ្យការពង្រីកទីក្រុងគឺមានកាន់តែច្រើនឡើងហើយចំណុចបន្ទាប់គឺជាការរីកលូតលាស់នៃប្រតិកម្មឧស្សាហកម្មរោងចក្រដូចជាការដ្ឋានសាងសង់ជាហេតុដែលនាំឲ្យប្រជាជនដែលរស់នៅតាមជនបទធ្វើការចំណាកស្រុកឬក៏ចំណាកស្រុកស្រែមកកាន់ទីក្រុងភ្នំពេញអញ្ចឹងមូលហេតុចម្បង3ហ្នឹងគឺជាកត្តាសំខាន់ដែលធ្វើឲ្យនគររូបនីយកម្មនៅទីក្រុងភ្នំពេញមានកាន់តែខ្ពស់ទៅអូខេឥឡូវយើងចូលដល់សំណួរទី2វិញម្ដងចាំបើយើងនិយាយពីចលនាមាតុភូមិនិវត្តន៍របស់ប្រទេសកម្ពុជារបស់យើងគឺធ្វើឡើងនៅពេលដែលប្រទេសកម្ពុជាយើងទទួលបានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991អញ្ចឹងការរៀបចំរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនហើយការអនុវត្តនយោបាយដែលគេធ្វើឡើងទាក់ទងជាមួយនឹងជនចំណាក់ស្រុកពួកគាត់បានផ្ដល់ដីសម្រាប់ឲ្យពួកគាត់សាងសង់លំនៅឋានសាលារៀននិងផ្ដល់ដីសម្រាប់ធ្វើកសិកម្មក្រៅពីនោះដែរដោយសារតែផ្ទៃដីរបស់យើងពោពេញទៅដោយគ្រាប់មីនអញ្ចឹងការបែងចែកដីធ្លីរបស់យើងមិនអាចផ្គត់ផ្គង់ឬក៏ផ្ដល់ជូនជនចំណាក់ស្រុកទាំងអស់នោះទេអញ្ចឹងពួកគាត់បានផ្ដល់ជាថវិកាក៏ដូចជាសម្ភារៈមួយចំនួនសម្រាប់ឲ្យជនចំណាក់ស្រុកដទៃទៀតទទួលបានដើម្បីប្រកបមុខរបរថ្មីនៅក្នុងគ្រួសារអូខេអញ្ចឹងចំណុចសំណួរទី2គឺមានប៉ុណ្ណឹងហើយនេះគឺជារូបភាពដែលប្រទេសកម្ពុជារបស់យើងបានចូលអូខេឥឡូវយើងចូលមកដល់វិញ្ញាសាទី3វិញម្ដង
ចឹងមូលហេតុដែលធ្វើឲ្យប្រជាជននៅទីប្រជុំជនគាត់មានកម្រិតអក្ខរភាពខ្ពស់ជាងប្រជាជននៅជនបទដោយសារតែយ៉ាងម៉េចអូខេចឹងដើម្បីបកស្រាយនឹងសំណួរហ្នឹងគឺយើងត្រូវតែយល់ពាក្យថាអក្ខរភាពចឹងពាក្យថាអក្ខរភាពគឺសំដៅទៅលើភាពជាអក្សរភាពអានបានភាពសរសេរបានអញ្ចឹងមិនក៏ប្រជាជននៅទីក្រុងអាចចេះសរសេរឬក៏អានអក្សរបានច្រើនជាងប្រជាជននៅជនបទអញ្ចឹងកត្តាសំខាន់គឺដោយសារតែប្រជាជនដែលនៅទីប្រជុំជនហ្នឹងគាត់មានកម្រិតជីវភាពខ្ពស់ជាងនៅជនបទអញ្ចឹងកាលណាគាត់មានលទ្ធភាពកម្រិតជីវភាពខ្ពស់ជាងអញ្ចឹងគាត់មានលទ្ធភាពក្នុងការរៀនសូត្របានច្រើនជាងហើយកត្តាជាច្រើនមួយទៀតដូចជាសាលារៀនដែលនៅទីប្រជុំជនគឺនៅជិតអូខេផ្លូវងាយស្រួលធ្វើដំណើរទៅរៀនហើយប្រជាជននៅជនបទវិញគាត់សាលានៅឆ្ងាយអញ្ចឹងទៅផ្លូវពិបាកធ្វើអញ្ចឹងទៅហើយជាពិសេសនោះគឺអ្នកទីក្រុងភ្នំពេញគាត់អត់ដែលមានស្រែចម្ការឲ្យកូនគាត់ធ្វើទេជួយធ្វើទេអញ្ចឹងកូនគាត់ភាគច្រើនមានតែនៅផ្ទះឬក៏ខិតខំរៀនសូត្រជាដើមវិញហ្នឹងទៅប៉ុន្តែបើនៅជនបទវិញកូនគាត់ភាគច្រើនចូលរួមចំណែកក្នុងការចូលរួមការងារស្រែចម្ការឬក៏ការងាររកប្រាក់ចំណូលចូលក្នុងគ្រួសារអូខេសំណួរទី3របស់យើងគឺមានតែប៉ុណ្ណឹងចាឥឡូវយើងចូលមកដល់អត្រាកំណើននៃសំណួរទី4វិញម្ដងអញ្ចឹងតកតទៅនឹងមុខទំនិញដែលប្រទេសកម្ពុជាយើងបាននាំចេញទៅកាន់ទីផ្សារពិភពលោកគឺក្នុងនោះមានដូចជាសម្រាប់សហរដ្ឋអាមេរិកគឺយើងបាននាំចេញនៅសម្លៀកបំពាក់ស្បែកជើងផលិតផលសិប្បកម្មប្រដាប់មីលេងវាយភ័ណ្ឌទូចក្រជានចំណីឆ្កែផ្សេងអូខេឥឡូវចូលដល់ប្រទេសកាណាដាវិញទីផ្សារកាណាដាប្រទេសកម្ពុជាយើងបាននាំចេញសម្លៀកបំពាក់ដូចគ្នាវាយភ័ណ្ឌស្បែកជើងទូចក្រជានហើយនិងអង្ករណាសម្រាប់ប្រទេសកាណាដាចំពោះទ្វីបអាមេរិកទាំងមូលក្រៅពីសហរដ្ឋអាមេរិកហើយនិងកាណាដាគឺយើងនាំបានចេញសម្លៀកបំពាក់វាយភ័ណ្ឌស្បែកជើងហើយនិងទូចក្រជានអូខេសម្រាប់ការនាំចេញទៅខាងសហភាពអឺរ៉ុបវិញគឺយើងមានដូចជាសម្លៀកបំពាក់ស្បែកជើងអង្ករផលិតផលសិប្បកម្មហើយនិងផលិតផលផ្សេងៗពេលក្រៅពីនឹងដែរយើងមាននាំចេញទៅកាន់ទ្វីបអាហ្វ្រិកដែរគឺមានដូចជាសម្លៀកបំពាក់ហើយនិងស្បែកជើងយើងនាំចេញទៅទ្វីបអាស៊ីនិងអូសេអានីឬក៏យើងហៅថាទ្វីបអូស្ត្រាលីគឺនាំចេញច្រើនដែរប៉ុន្តែគេអាចបានបញ្ជាក់តទៅនឹងមុខទំនិញនេះដោយសារវាច្រើនចឹងគេសុំបញ្ជាក់លុយដែលក្នុងនោះវាមានរហូតដល់131លាន731,933ដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ2009អូខេក្រៅពីនេះយើងបាននាំចេញទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ចឹងកម្ពុជារបស់យើងបានទទួលការអនុគ្រោះពន្ធ0%លើទំនិញកសិផលចំនួន25មុខលើកលែងតែថ្នាំជក់និងអង្ករចេញមុខទំនិញទាំងអស់មានដូចជាថ្នាំជក់ហើយនិងសន្លឹកថ្នាំជក់ហើយនិងគ្រាប់ស្វាយចន្ទីជាដើមអូខេអញ្ចឹងតកតងនឹងសំណួរទី5វិញម្ដងគេសួរថាមូលហេតុគេបានជាប្រជាជនកម្ពុជាយើងនឹងចូលចិត្តធ្វើដំណើរទេសចរទៅក្នុងស្រុកមូលហេតុគេអញ្ចឹងកត្តានេះគឺយើងបង្ហាញអំពីលក្ខណៈពិសេសរបស់ប្រទេសកម្ពុជារបស់យើងដែលធ្វើឲ្យមានភាពតាក់ទាញឲ្យប្រជាជនកម្ពុជារបស់យើងចូលចិត្តទៅដើរលេងនៅក្នុងស្រុកអត់ទៅលេងនៅក្រៅបរទេសនៅប្រទេសថៃវៀតណាមឬក៏ប្រទេសដទៃទៀតអញ្ចឹងកត្តាទី1ភាពរីកចម្រើននៅខាងមធ្យោបាយដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធដូចជាភ្លានស្ពានថ្នល់អញ្ចឹងកាលណាមធ្យោបាយនៃការធ្វើដំណើរវាមានភាពងាយស្រួលហើយអញ្ចឹងយើងមិនចាំទៅខបរទេសទេយើងធ្វើដំណើរទៅលេងក្នុងស្រុកអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយបារម្ភអូខេខុសអក្ខរាវិរុទ្ធកន្លែងនេះតិចគឺសអូចូលដល់ចំណុចទី2គឺភាពរីកចម្រើនលើគំនិតជីវភាពរស់នៅអញ្ចឹងប្រជាជនរបស់យើងមានលុយទើបគាត់មានថវិកាសម្រាប់គេធ្វើដំណើរកំសាន្តបានទី3ភាពសម្បូរបែបនៃរមណីយដ្ឋានទេសចរអូខេតកតងភាពសម្បូរបែបនោះដោយសារតែប្រទេសកម្ពុជារបស់យើងបានអភិវឌ្ឍតំបន់ទេសចរឲ្យមានភាពប្លែកៗហើយតាក់ទាញ
ដែលធ្វើឲ្យប្រជាជនរបស់យើងចូលចិត្តធ្វើដំណើរកម្សាន្តហើយចំណុចបន្តទាក់ទងទៅនឹងការរីកចម្រើននៃការយល់ដឹងរបស់ប្រជាជនអំពីសុខុមាលភាពក្នុងការរស់នៅអូខេចំណុចនេះគឺចង់បញ្ជាក់ថាប្រជាជនមួយចំនួនគាត់យល់ដឹងពីការបន្ធូរអារម្មណ៍ទាក់ទងបញ្ហាផ្លូវចិត្តអញ្ចឹងនៅពេលដែលគាត់ធ្វើការច្រើនគាត់មានអារម្មណ៍ថា stress ដើម្បីព្យាបាលអារម្មណ៍ផ្លូវចិត្តរបស់គាត់កុំឲ្យមានអារម្មណ៍ថាមួម៉ៅឬក៏មានអារម្មណ៍ថា stress ធ្វើឲ្យមកឲ្យកើតអញ្ចឹងគាត់តែងតែបន្ធូរអារម្មណ៍រាល់ថ្ងៃសៅរ៍អាទិត្យដូចទៅក៏ធ្វើដំណើរទៅតាមខេត្តឬក៏តាមតំបន់ទេសចរនានាអូខេចំណុចបន្តស្ថានភាពនយោបាយល្អប្រសើរអត់មានសង្គ្រាមការធ្វើដំណើរក៏សុវត្ថិភាពទៀតអញ្ចឹងធ្វើឲ្យមនុស្សយើងគឺចង់ដើរលេងអូខេតកតងនឹងចំណុចទី6វិញម្ដងអញ្ចឹងគេឲ្យយើងប្រៀបធៀបលក្ខណៈសេរីនិយមសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកហើយនិងប្រទេសជប៉ុនអញ្ចឹងបើយើងនិយាយពីសហរដ្ឋអាមេរិកវិញគឺសហគ្រាសធំៗតែងតែលេបត្របាក់សហគ្រាសតូចៗដែលមានដើមទុនតិចៗប៉ុន្តែសម្រាប់ប្រទេសជប៉ុនវិញគេរក្សាសហគ្រាសតូចៗនិងមធ្យមធ្វើឲ្យការងារខ្លួនទៅតាមតម្រូវការរបស់សហគ្រាសធំៗអូខេអញ្ចឹងភាពខុសគ្នារវាងអាមេរិកហើយនិងជប៉ុនគឺកន្លែងហ្នឹងអញ្ចឹងអាមេរិកអ្នកណាដែលមានដើមទុនតិចតិចអីអ្នកដែលបង្កើតសហគ្រាសតូចៗអីនឹងត្រូវក្រុមហ៊ុនធំៗលេបត្របាក់យកតាមរយៈការទិញការអីចឹងទៅប៉ុន្តែប្រទេសជប៉ុនគឺខុសគ្នាគឺសហគ្រាសតូចៗឬក៏មធ្យមគេជំរុញឲ្យគាត់ដំណើរការបានធម្មតាប៉ុន្តែឲ្យគាត់បំពេញតម្រូវការឲ្យសហគ្រាសធំៗដើម្បីដំណើរការអូខេតកតងនឹងសំណួរទី6របស់យើងមានប៉ុណ្ណឹងហើយសរុបមកវិញវិញ្ញាសាទី11របស់យើងគឺមាន6សំណួរហើយអរគុណច្រើនសម្រាប់ការចូលរួមស្ដាប់ទាំងអស់គ្នាកុំភ្លេចចុច like ឬក៏ comment វីដេអូខាងក្រោមបើសិនជាមានសំណួរឬក៏ចងល់អីបន្ថែមទាក់ទងនឹងកំហុសខ្វះខាតរបស់លោកគ្រូដែលបានបង្ហាញនៅក្នុងវីដេអូហើយកុំភ្លេចចុច subscribe ទាំងអស់គ្នាបើពេញចិត្តវីដេអូនេះអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀតទាក់ទងនឹងវិញ្ញាសាទី12របស់យើង